ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមមកការរែងពងកដោបទៀតហើយពងកដោបនេះយើងរែងពងកដោបយើងរែងទៅយើងអាចរៀបចំទ្រុងយើងចាប់ផ្ដើមដាក់ពងសារទីថ្មីចំភ្ញាស់វាសារជាថ្មីពងនេះអស់ហើយណាពងនេះខ្លះល្អបងប្អូនមេឃមួយយ៉ាងនេះវាក្តៅពេកដល់ពេលក្តៅខ្ញុំជឿតែបាញ់ទឹកកុំឲ្យដីខ្សាច់នឹងវាស្ងួតពេកទៅពងខ្លះមានរីកបាទខ្លះបាទពងរីកខ្លះល្អនេះខាងនេះវាក្តៅពេកដល់ពេលអញ្ចឹងយើងត្រូវការដាក់យើងត្រូវការបាញ់ទឹកដើម្បីកុំឲ្យដីសាច់ហ្នឹងវាស្ងួតពេកពេលអញ្ចឹងយើងឥឡូវពេលរែងរៀងពិបាករែងតិចដោយសារវារៀងសើម